ពួកអមនុស្សជាកំណើតមានហើយពួកវាអាយុវែងៗណាស់ហើយវារស់នៅចិត្តយើងហ្នឹងណាដូច្នេះរឿងយើងទាំងឡាយគ្មានអាចកំបាំងនេះវាដឹងទាំងអស់នៅពេលដែលអ្នកណាម្នាក់ស្លាប់ទៅបើសិនជាវាអបសុកវាចូលទៅនេះចូលទៅនោះវានិយាយវាប្រៀបធិនធ្វើដូចអ្នកស្លាប់ចឹងគឺមិនដល់ពុកណាមែនទេគឺមែនទេហើយដល់ហើយយើងជឿថងថានិយាយទៅដូចឪពុកហ្នឹងហើយវាបន្លំបានស្មានជាស្រ័យចំពោះម្ចាស់ខ្លួនមួយនៅស្រុកខ្មែរនោះមិនថាឈ្មោះដូចយើងជឿថាខ្មោចចដូនចតាកាច់ប៉ុន្តែគ្មានចដូនចតាណាកាច់ទេយើងមើលដូនតាយើងឯណាអាក្រក់ម៉េចមែនហ្នឹងគុំចាស់ប៉ុន្តែវាចូលមកដឹងគ្រប់រឿងដឹងអានេះឈ្មោះអីអានេះឈ្មោះអីអត់តែឃ្លានអីចង់បានអីចូលមកកាច់ហើយថាចដូនចតាញោមម្នាក់ហ្នឹងគាត់ត្រូវពួកនឹងកាច់ហើយទៅចូលមកកាច់ម្ដងខ្នងគាត់ហ្នឹងងោមនេះក្បាលងោដល់គូតតែពេលដែលអត់ចូលពួកអត់ដល់ទេប៉ុន្តែពួកនឹងចូលវាកាច់ដៃវាកាច់ជើងអញ្ចឹងវាធ្វើឲ្យរូបហ្នឹងពិបាកហើយវាគម្រាមតែមិនឲ្យនេះឲ្យនោះវាគម្រាមថាធ្វើបាបរូបហ្នឹងរូបដែលវាកំពុងចូលណារូបចាក់ខាងនោះចូលរូបស្អីទេប៉ុន្តែអ្នកចូលហ្នឹងដូចឪពុកហើយលោកត្រូវអញ្ចឹងខ្មែរនិយាយបញ្យល់ហ្នឹងឲ្យយល់ដល់គាត់ចេះតែថ្វាយចេះតែធ្វើចេះតែថ្វាយចេះតែធ្វើយូរវាបានចិត្តវានៅទៅដល់ពេលវាធ្វើដល់ពេលវាធ្វើមានពេលមួយគាត់ខឹងបងអ្នកចូលណាខឹងគាត់ជេរនោះដូចចដូនចតាបកាច់យកអីមកចូលតែចៅខ្លួនឯងចឹងគាត់ខឹងគាត់ជេរហើយអារូបហ្នឹងវានិយាយអ្នកចូលហ្នឹងវានិយាយអញគ្រាន់តែបន្លំខ្លួនតែថាគឺពួកអមនុស្សនឹងហើយពួកគ្រូដែលគេធ្វើហ្នឹងណាភាគច្រើនគេចិញ្ចឹមពួកហ្នឹងមិនមែនជាអ្នកសង្គ្រោះទេប្រាប់ឲ្យថាមិនមែនជាអ្នកសង្គ្រោះទេគាត់និយាយបានចំណាននឹកឃើញថានៅផ្ទះគាត់ហ្នឹងគាត់ដាំស្អីជាសុខជាត្រូវចាហើយដល់ពេលម្ដងអញ្ចឹងមកពួកនឹងអីបោះមន់បោះអីចូល